nó đó bao bàn là thuyền ấy bà bao chân máu bàn bà tao mà tiết một bốn tháng trong từ phiên là coi nó bao cút khỏi mà bao khớp khỏi mà bao ớt chanh mà bao chanh gì bà bao chanh gì ấy bông bông thử thiểm ấy nè pra duyên pru còn plek chỉ sao vì chỉ xa mũi rồi mẹ bông bông nó và số đấy rồi mà tao khía và ngày nay dương vừa mà chụp khía cho mùi nương bò bị sao bé con cho mùi nương cá pra duyên pru to tì này bạn chẳng muốn cho từ ca video thì mà có số mà chia sẻ của bạn nó khía rồi mà tao khía và page bọc phim mát YouTube bọc phim mátคือbạn phải là đồ chmua một can chmua trong to tam đòn គឺ Mr. កញ្ញារដ្ឋសេរីវិញម្ដងបាទអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំបាទមានផុសជាវីដេអូកំ pl ែងហើយក៏ដូចជាបទពិសោធន៍យន្តព្រោះនេះអត់ចោលជូនអត់ចោលបងប្អូនទេគឺត្រូវតែធ្វើបន្តនៅមានអ្វីដែលថ្មីចែកចម្លែកបងប្អូនរហូតហើយក៏ដូចជាការធ្វើជាវីដេអូខ្លីៗបាទដើម្បីជាការកំសាន្តអញ្ចឹងអធិស្ឋានបងប្អូនអរគ្នាសម្រាប់វីដេអូដែលរំខានក៏សូមអររំលងទៅហើយវីដេអូដែលបងប្អូនអាចយកជា បបពិសោធន៍បានបងប្អូនអាចចូលទស្សនាចូលទៅមើលបានបាទអញ្ចឹងសូមមកchia sẻបងប្អូនផងដែរបាទអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំបានមានបានឃើញវីដេអូមួយបាទអញ្ចឹងបងប្អូនទៅមើលវីដេអូនេះទាំងអស់គ្នាហើយខ្ញុំមានដំណោះស្រាយសម្រាប់បញ្ហានៃការឡើងបើសិនបើបងប្អូនជួបបញ្ហាហ្នឹងយើងអាចដោះស្រាយបានយ៉ាងម៉េចខ្លះអញ្ចឹងបងប្អូនទៅមើលវីដេអូរយៈពេលជាង30វិនាទីទាំងអស់គ្នា គឺសួរបងបងក្នុងក្រុមទាំងអស់គ្នាបងបងអើយខ្ញុំនៅកណ្ដាលផ្លូវអត់ដឹងថាទៅណាទៅណីលើឡានដេកអត់ឆេះបងបងខ្ញុំឈប់បាត់ម៉ាស៊ីនឲ្យដល់ពេលខ្ញុំចូលឡានវិញគឺចុចលើងដេកក៏អត់ឆេះដែរហើយខ្ញុំមើលក្បាលអង្គុយក៏អត់អីដែរក្បាលអង្គុយខ្ញុំដោះចេញខ្ញុំដាក់ចូលក៏នៅតែដេកមិនឆេះហើយបញ្ហាធំបំផុតគឺកតុយគូតក្រៅនេះគឺបើកអត់ចេញហ្មងចុចអានលុក អីនៅតែអត់ចេញខ្ញុំមិនដឹងថាមកពីអីបងបងជួយប្រាប់ខ្ញុំទីផងបងខ្ញុំអត់ដឹងទៅណាទៅណីទេយកហើយអត់ដឹងទៅរកជាងណាទេមានដំណោះស្រាយអាចជួយសង្គ្រោះបឋមបានបងបងជួយប្រាប់ខ្ញុំផងបងណាបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលវីដេអូទាំងអស់គ្នាហើយបងប្អូនឃើញថារយន្តនេះកើតឡើងបញ្ហានេះកើតឡើងដោយសារអីបាទបញ្ហាកើតឡើងដោយសារតែជារឿងមួយចំណុចទេគឺអគុយដេ12វ៉ុលបាទរបស់រយន្តព្រុសនេះមានបញ្ហាបាទអញ្ចឹង នៅក្នុងនេះគឺយើងមានវិធីសាស្ត្រដំណោះស្រាយពីរបាទសម្រាប់បងប្អូនអរគ្នាហើយដំណោះស្រាយហ្នឹងវាមិនជាពិបាកទេបងប្អូនយើងអាចធ្វើខ្លួនឯងបានណាបាទធ្វើខ្លួនឯងបានហើយលក្ខខណ្ឌបាទចំណុចទី1ឥឡូវបងប្អូនមើលទៅលើដល់ពេលបងប្អូនមានបញ្ហាអញ្ចឹងណាបងប្អូនដោះស្រាយមិនខ្មិចណាបាទអញ្ចឹងអ្នកបងប្អូនដែលប្រើប្រាស់យើងព្រោះគឺច្បាស់ណាស់ប្រឈមនឹងបញ្ហានេះដូចគ្នានឹងខ្ញុំក៏ធ្លាប់ដែរបាទលេះឡាដូចគ្នាកាលដំបូងណា បាទអញ្ចឹងបងប្អូនត្រូវធ្វើអីបាទនៅក្នុងករណីដែលយន្តបងប្អូនបាទម្ដងបើកបានទ្វារនេះបាទបើកចឹងមកបានបាទបន្តមកទៀតបងប្អូនថាងចង់ទៅពិនិត្យអគុយម្ដងបើកគូតក្រោយបាទបើកគ្លុបក្រោយបាទបើកអត់ចាញ់បាទបើកអត់ចាញ់ទេបាទបើកអត់ចាញ់ទេអញ្ចឹងឥឡូវដំណោះស្រាយទី1ដែលខ្ញុំបាទជូនបងប្អូនអាការៈបែបហ្នឹងគឺអាការៈអគុយដេរយើងអស់ហើយហើយអញ្ចឹងមុនបងប្អូន ទៅធ្វើឲ្យយន្តនេះដំណើរការឡើងវិញបងប្អូនគឺត្រូវចូលទៅបើកបាទក្លុបម៉ាស៊ីនមួយសិនមកបាទបាទជាស្រាំបងប្អូនផ្ដាសាយឆិតឆក់បាទអញ្ចឹងបន្ទាប់ពីយើងបើកក្លុបម៉ាស៊ីនមកបាទដំណោះស្រាយទី1ដំបូងគេបងប្អូនមិនបាច់ចាំភ័យស្លន់ស្លោទេព្រោះហ្នឹងវាគឺអាការៈនៃអគុយដេរយើងណាបាទអគុយដេរយើងអស់អគុយអញ្ចឹងបន្ទាប់មកទៀតបងប្អូននេះបើកអានេះខ្វោះមក នេះអាក្នុងនេះបាទអូខានបោះដោះយូបងប្អូនơiខានដោះយូភ្លេចអស់លេងបាទអញ្ចឹងបងប្អូនដោះអាហ្នឹងមកដោះអាហ្នឹងមកបងប្អូនឃើញមានបាទនេះអាក្រហមនេះគេឲ្យឈ្មោះថាខាងប៉ូលបោកអញ្ចឹងប៉ូលបោកហើយកន្លែងនេះគឺប៉ូលដកតាណាក៏បានឲ្យតែដែកនៅលើទូឡាហ្នឹងប៉ូលដកទាំងអស់ បងប្អូនយកអគុយផ្សេងមក12វ៉ុលដូចគ្នាយកមកបងប្អូនកៅវាបាទចាប់ប៉ូលបោកជាមួយនឹងប៉ូលបោកទៅអគុយប៉ូលដកទៅប៉ូលដករបស់រថយន្តនេះតមកទៀតបងប្អូនចូលទៅប្រឆេះឡានបាទដំណើរការវិញធម្មតាបាទយើងអាចប្រើប្រាស់បានណាបាទអញ្ចឹងនេះគឺជាដំណោះស្រាយកុំឲ្យបងប្អូនស្លន់ស្លោបងប្អូនសួរថាចុះខ្ញុំត្រូវអគុយនោះនៅណានៅកណ្ដាលព្រៃទៅធ្វើម៉េចទៅបាទសំណួរនេះល្អណាស់
bà bốn tháng thì nhung ót thương chẳng cá là lấy thương mày tới nhung bực nhung mà đo khả năng ắt tránh bà nhung đo khả năng ắt tránh ta nhung thử thương mạch bà nhung thử thương mạch cả lại dương và bông bồn ở trong trong thưa cam đồ nắng lấy nhung đo ba nè học và phần tay nhung ba là cùi nè bà nhà hà cùi ni hơi bà đại thưa ở nhung miếng bò bị sọt mũi sầm hẹp chạy ông bồn phong đài bà có ba nè nhà chu được nông ở video được nông YouTube bọc cho bạn nữa nè bà chứng bông bồn ba cút cọt bà này mẹ này hồi bông bồn ba là cùi Việt Nam mà bà cùi em vậy chẳng sao cùi vả bông bồn được xây nè sọc xây nè chung với bông bồn này phở lánคือគាត់មានអាគុយដូចគ្នាបងប្អូនអាចទៅដោះមកមានទៅសុំខ្ជិះអាគុយគេមកនៅជាងក៏បានដែរមានអាគុយរបស់ជាងយកមកកើទៅគឺឆេះហើយចូលបងប្អូនម្នាក់ឯងចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នបងប្អូនជិះរថយន្តព្រុសប្រកាសណាស់ធ្លាប់ខូចអាគុយប្លុកអាគុយ hybrid đấyមែនទេបាទអញ្ចឹងបងប្អូនធ្លាប់អាគុយ hybrid ឥឡូវខ្ញុំចូលមកធ្វើការដោះនេះយើងសោរបស់យើងកន្លែងនេះបាទអាហ្នឹងវាអត់ដើរchứសំខាន់ហ្នឹងវាអត់ដើរដែរយើងចុចប៊ូតុងឲ្យមិនបើវាអត់ដើរផងអញ្ចឹងពេលឡុកមកបងប្អូនបើកចេះបានណាបាទបងប្អូនបើកបានហើយបងប្អូនធ្វើម៉េចទៀតបាទចុចនេះប៊ូតុងនេះបងប្អូនណានេះប៊ូតុងនេះចុចវាជាប់ហើយរុញតម្លាក់វាមកបាទឃើញទេបងប្អូនអាចចូលទៅក្នុងក្លុបរថយន្តផ្នែកខាងក្រោយរបស់បងប្អូនបានយ៉ាងស្រួលបាទអញ្ចឹងបងប្អូនចូលមកយើងចូលមកធ្វើអីបាទចូលមកធ្វើអីបើយើងចូលមកអត់មានអីដែរណាបាទអញ្ចឹងបងប្អូនមកដល់បើកនេះកំហែលរបស់យើងនេះកំហែលនេះកំហែលខាងក្រោយគូតក្រោយមែនទេបាទអញ្ចឹងជូនអីវ៉ាន់ចេញសិនមកមានកតេលមានអីដូចខ្ញុំនេះកតេលផងកៅអីផងសម្រាប់កូនបាទគាត់ដេកហ្នឹងទៅណាទៅណីឆ្ងាយមានដេកហ្នឹងបងប្អូននេះបាទតមកទៀតបាទបងប្អូនមើលមកខាងក្រោមនេះឃើញទេឃើញយើងអាចបើកអញ្ចឹងបងប្អូននេះណាអាគ្រប់នេះអាចបើកអញ្ចឹងបានតាបាទបើកអញ្ចឹងមកបងប្អូនមើលនេះខាងក្រោមនេះបាទខាងក្រោមហ្នឹងគឺមានកន្លែងមួយជួបជាស្រាបងប្អូនភាសាថតផងអីផងវាតានមានកតេលបាទអញ្ចឹងនៅក្នុងនេះមាននេះកងតាក់សម្រាប់យើងឲ្យទៅបើកកលឹះនៅក្រោមហ្នឹងបាទនេះដែរបងប្អូនចុចចូលក្នុងប្រឡោះហ្នឹងចុចទៅរុញទឹកផ្លឹកបាទវាមានដៃយើងចុចចូលបានប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនតម្លាក់វិញបាទតម្លាក់វិញបាទចេញមកបងប្អូនបើកចេញបាទចេញមកបងប្អូននេះđầuអាគុយនឹងចេញហ្មងក៏បានដែរគុយនៅខាងនេះឲ្យជាងគេដូរឲ្យទៅហើយបងប្អូនត្រូវត្រៀមអីអ្នកប្រើយន្តព្រុសកុំភ្លេចឲ្យសោះវាជាសារមួយសម្រាប់បងប្អូនអរគ្នាបាទវីដេអូអត់ទៅស្អាតទេប៉ុន្តែអាចជាផ្លូវការបានបាទបងប្អូនមើលនៅក្នុងក្លុបឡានខ្ញុំតែងតែបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំតែងតែនេះបងប្អូនឃើញទេខ្ញុំបង្ហាញបងប្អូននេះគឺជាអាគុយ hybrid ដែលបងប្អូនខូចអញ្ចឹងបងប្អូនខូចពីទូទៅខូចមកប្លុកពីប្រទេសហើយបងប្អូនយកមកដាក់ប្រើប្រាស់បាទនេះយកបង្ហាញបងប្អូននេះឃើញទេគឺខ្ញុំដាក់ឃើញទេនេះគឺខាងនេះខាងនេះនេះខាងនេះគឺយើងពោលដកខាងនេះគឺពោលបោកហើយរុំខ្សែឲ្យណែនបែបនេះបាទដាក់តាគៀបស្រែកចឹងហ្មងបាទដាក់តាគៀបហើយចុះខាងនេះវិញនេះបងប្អូនណាឃើញទេដៃចាប់គ្នាដកនឹងបោកដាក់ចូលគ្នាចឹងមកបាទដាក់ចូលគ្នាអញ្ចឹងមានន័យថា6វ៉ុលជាងអានេះ6វ៉ុល 6.15 វ៉ុលអត់.19 វ៉ុលវាខូចហើយហើយមកជាហៀងនេះគឺបានតែប្រមាណវ៉ុលទេនៅខាងក្នុងនេះព្រោះខ្ញុំនេះគាត់ថាអគុយពីរហ្នឹងគឺអត់ប្រើកាវទេអត់ដាក់រថយន្តបានទេអញ្ចឹងយើងយកមកធ្វើការច្នៃដើម្បីត្រៀមបងប្អូនបើកគូតបានហើយមានន័យទៀតយកហ្នឹងវឹងទៅដល់កៅបងប្អូនបានខ្លួនឯងបាទមិនចាំទៅហើឡានគេមកកៅមែនទេស្រួលបដ ாய் អញ្ចឹងនេះគឺជាចំណុចមួយដែលបងប្អូនរថយន្តព្រុសត្រូវតែដឹងបាទត្រូវតែដឹងព្រោះវាជារឿងសំខាន់ណាស់អាគុយឡានយើងវាប្រើ
ដោយសារតែឡានរបស់យើងប្រើភ្លើងខុសពីឡានផ្សេងទៀតអញ្ចឹងលក្ខខណ្ឌបងប្អូនគឺអាចធ្វើបែបនេះបានបាទធ្វើអាចធ្វើបែបនេះបានបាទអញ្ចឹងចំណុចបាទដែលខ្ញុំបានរាយរាប់ជូនបងប្អូនគឺមានប៉ុណ្ណេះបាទសង្ឃឹមថាបងប្អូនអាចនឹងយកទៅដោះស្រាយបញ្ហាខ្លួនឯងបានមិនជាពិបាកទេបាទហើយចំពោះបងប្អូនថាប្រើប្រាស់ឡានព្រុសខូចច្រើនខ្ញុំមិនដឹងទេព្រោះគាត់ថារយន្តរបស់ខ្ញុំតែប្រើមកបាទ3 4ឆ្នាំគឺវាខូចគាត់ថាធ្វើមកជិះយឺមមិនដែលមានបញ្ហាណាបាទគឺខ្ញុំដូរ ABS នោះអស់មួយបូមទឹកអស់មួយហើយនឹងដូចជាតែប៉ុណ្្នឹងទេកង់ដូរមកតបហើយក្រៅពីហ្នឹងដូចជាមិនទាន់បានធ្វើអីទេដូរតែប្រេងបាតចាក់តសាំងជីបាទអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងចែកជូនបងប្អូនអរគ្នាសង្ឃឹមថាវាជាបទពិសោធន៍មួយសម្រាប់បងប្អូនអរគ្នាយកទៅប្រើប្រាស់រថយន្តកុំឲ្យមានការព្រួយបារម្ភហើយមានបញ្ហាបែបហ្នឹងកើតឡើងតែយើងត្រូវដោះស្រាយមិនគឺយើងធ្វើតាមរបៀបហ្នឹងទៅហើយសម្រាប់វីដេអូបន្តខ្ញុំបាននឹងធ្វើជូនបងប្អូនឲ្យតែមានអីប្លែកមានអីផ្សេងពីហ្នឹងទៀតខ្ញុំបាននឹងជូនបងប្អូនតែម្ដងបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ